សួរទៅទាំងអស់គ្នាយើងមកបន្តចំណប់របស់យើងតាក់ទងនឹងមេរៀនទី6ទៀតដដែលណាចាតែពេលនេះនិយាយពីការប្រាក់ម្ដងអូនដែរលើពាក្យការប្រាក់ឯងមានន័យមិនការប្រាក់ហ្នឹងហើយនៅលឺពេលណាក្នុងកៅនៅចាឥឡូវនេះយើងពិនិត្យមើលថាតើខ្លឹមសារវិទ្យាយើងវាឆ្លុះបញ្ចាំងទៅនឹងការរយយើងបែបណាខ្លះអូនមើលណាមីងស៊ីនួនបានចងការប្រាក់ពីផលីចំនួន1,45,000ក្នុងអត្រាការប្រាក់ 10% រយៈពេល1ឆ្នាំ3ខែអញ្ចឹងមានថាយើងមានតួអង្គ2នាក់មីងស៊ីនួននិងផលីមីងស៊ីនួនខ្ចីលុយពីផលី1,45,000ហើយផលីយកអត្រាការប្រាក់ 10% រយៈពេលខ្ចីហ្នឹងគឺ1ឆ្នាំ3ខែសំណួរយើងមាន2កខកតើគាត់ត្រូវបង់ការប្រាក់ប៉ុន្មានទៅឲ្យផលីគាត់ពេលហ្នឹងគឺមីងស៊ីនួននឹងអ្នកខ្ចីគេហ្នឹងខរកប្រាក់សរុបដែលគាត់ត្រូវសងទៅផលីវិញតែសងវិញហ្នឹងប៉ុន្មានរៀលដោយសារគាត់ខ្ចីជាលុយរៀលដែរអញ្ចឹងធម្មតាទេកាលណាយើងខ្ចីលុយគេចងការប្រាក់គេហ្នឹងគឺត្រូវឲ្យការប្រាក់គេទៅវិញអញ្ចឹងការប្រាក់ហ្នឹងយើងនឹងឲ្យទៅគេវិញហ្នឹងតិចឬច្រើនអាស្រ័យលើប្រាក់ដើមរបស់យើងខ្ចីគេតិចឬច្រើនអាស្រ័យលើអត្រាការប្រាក់យើងតើគេយកការប្រាក់យើងថោកឬថ្លៃនឹងរយៈពេលយើងសងគេហ្នឹងតើវាកាន់តែយូរក៏អស់ការកាន់តែច្រើនដែរចាអញ្ចឹងអូនណាចាំរូបមន្តការប្រាក់យើងតើអក្សរអេស្មើអីអូនមកនឹកផងចាការប្រាក់យើងនេះរូបមន្តយើងណាអូនយើងទៅសេមកយើងរកទៅដាក់រកនឹងមកបន្ទាប់មកយើងប្រើរូបមន្តការប្រាក់យើងគឺតាមអក្សរអាយយើងនេះគឺស្មើនឹងP O T ចាឬក៏យើងអាចដាក់ថា P O T ហ្នឹងហើយយើងដាក់លើ100ក៏បានដែរខ្លាចអូនភ្លេចពេលកណនីទៅបានដាក់100ពីខាងក្រៅអូនដឹងថាបាន100ពីណាមកអត់ចាដោយសារអត្រាយើងហ្នឹងគឺគិតជាភាគរយហើយកាលណាគិតជាភាគរយយើងបដូរជាប្រភេទគឺលើ100ហ៎បានមានពីបាយ100ហ្នឹងណាអូនចាយើងតោះពេលយើងប៉ុន្មានពេលយើងអីគេពេលចាពេលប្រាក់ដើមគឺ1,45,000រៀលអត្រាយើង 10% អូនអាចថាដាក់ថា10លើ100រយៈពេលយើងគឺ1ឆ្នាំ3ខែហើយតែដឹងថារយៈពេលយើងគឺគិតជាឆ្នាំទាំងអស់អញ្ចឹងតើមួយឆ្នាំ3ខែហ្នឹងវាមិនមួយឆ្នាំត្រូវហើយអញ្ចឹងយើងត្រូវបដូរឲ្យ3ខែនេះមកជាឆ្នាំដែរព្រោះយើងគិតជាឆ្នាំមកអូនយើងមួយឆ្នាំ3ខែហ្នឹងមានន័យថាមួយឆ្នាំហើយបូកនឹង3ខែទៀតហើយ3ខែយើងបែរជាឆ្នាំដែរត្រូវយក3ចែកនឹងបានចា3ចែកនឹង10 12 3ចែកនឹង12យើងតម្រូវភាគបែងទៅគឺ12ភាគបែងរួមនេះ12ដែរ12បូក3 15 15លើ12យើងសម្រួលវានឹង3ទៅបាន5លើ4អូនពិនិត្យឡើងវិញណាគឺយើងតម្រូវភាគបែងវាកាលណាភាគបែង12នេះ12ដែរនេះយើង12លើ12 12បូក3 15 15លើ12 15ភាគ12ហើយយើងសម្រួលនឹង3ទៅនោះយើងនឹងបាន5លើ4យើងត្រូវបំបែកវាព្រោះរយៈពេលយើងគិតជាឆ្នាំបន្តមកយើងជំនួសចូលរូបមន្តរបស់យើងមកអាយយើង P O T លើ100អញ្ចឹង P យើងគ្រាន់តែដូរពីរូបមន្តមកដាក់ជាលេខគុណនឹង10យើងគឺលើ100នេះព្រោះ10%នេះហើយយើងគុណនឹង5នេះលើ4នេះមកយើងដាក់5លើ4ហ្មងក៏បានយើងរុយ4មកក្រុមអញ្ចឹងហ្មងក៏បានដែរកន្លែងហ្នឹងហ៎អូនអ្នកគ្រូដាក់អញ្ចឹងមកអូនស្រួលគិតអញ្ចឹងអូនគុណចូលគ្នាមកគុណ1,45,000គុណនឹង10ហើយគុណនឹង5ឃើញមកអូនដាក់មកបន្ទាប់មកយើងយក100គុណនឹង4នេះឃើញ400យើងធ្វើលេខចែកគ្នាមកអញ្ចឹងនៅពេលដែលយើងកែរលាមកយើងចែកពីមកដូចយើងនឹងឃើញការប្រាក់ដែលមីងផលីត្រូវសងទៅស៊ីនួនហ្នឹងគឺចំនួន181,250រៀលមានថា 18,1,250 ជាការប្រាក់រយៈពេល1ឆ្នាំ3ខែដែលមីងស៊ីនួនត្រូវសងទៅផលី
ចាសំណួរករបស់យើងចប់ចឹងមើលសំណួរខរកប្រាក់សរុបដែលសំណួរដែលមានសំណួរនោះសងទៅផលលីចឹងកាលណាសងគឺសងទាំងប្រាក់ដើមនេះខ្ចីគេនេះក៏សងអាការប្រាក់នេះក៏សងចឹងសំណួរខអូនដឹងថាត្រូវធ្វើប៉ុន្មានទីអីអូនគិតមើលប្រាក់សរុបគាត់សងគេអាដើមក៏សងអាការក៏សងអូនណាដឹងថាចង់រកសំណួរខធ្វើម៉េចចាអញ្ចឹងយើងគ្រាន់តែយកពីរហ្នឹងសរុបចូលគ្នាគឺធ្វើប៉ុន្មានទីបូកទៅនោះអូននឹងឃើញចម្លើយសំណួរខហ្នឹងហើយយកសំណួរខនេះព្រោះអត់កែទេអូនសាក់របស់ធ្វើខ្លួនឯងមកគ្រាន់តែយកប្រាក់ដែលយើងខ្ចីគេបូកជាមួយនឹងការប្រាក់នោះនឹងឃើញមួយដែលយើងត្រូវសងគេសរុបបាទនេះអូនមើលហើយអូនអាចធ្វើបន្តខ្លួនឯងបានណាអរគុណច្រើន